เรื่องราชนีมัชชาការពីព្រេងនាយមានប្តីប្រពន្ធពីរនាក់មានជីវភាពក្រីក្ររកស៊ីនេសាទត្រីប្រពន្ធឈ្មោះយាយសំប្តីឈ្មោះតារីនៅផ្ទះយាយតាណែតាដល់ពេលទៅនេសាទត្រីហើយយាយវាខ្ញុំរៀបចំរួចហើយតោះយាយវាទៅពីរនាក់តានិងយាយបានចាកចេញទៅនេសាទត្រីពេលទៅដល់សមុទ្រយាយតារកត្រីមិនបានសោះហើយអង្គុយលើទូកដោយក្តីអស់សង្ឃឹមណែតាវាមិនថ្ងៃនេះយើងរកត្រីមិនបានសោះអញ្ចឹងខ្ញុំមិនដឹងទេយាយវាមិនដឹងថាត្រីសមុទ្រមានរចនាអស់ទេខ្ញុំហត់ណាស់យើងនឹងឡើងទៅច្រាំងវិញទៅយាយចាស់តាក្រោយពេលតាយាយឡើងទៅដល់មាត់ច្រាំងហើយអស់កម្លាំងពេកអ្នកទាំងពីរក៏ដេកនៅក្រោមដើមឈើដ៏ធំមួយនៅមាត់ច្រាំងណែយាយវាសម្រាកនៅទីនេះហើយចាំភ្ញាក់ឡើងចាំទៅរកត្រីទៀតចឹងក៏បានតាវាយាយតាបានសម្រាកនៅទីនោះពេលលងលក់អ្នកទាំងពីរយល់សប្តិដូចគ្នាឃើញនាងមច្ឆាហាយលេងនៅសមុទ្រយ៉ាងរីករាយក្នុងសុបិននោះតាវានោះនាងមច្ឆាមែនទេមែនហើយយាយវាតាំងពីកើតពោះម៉ែមកខ្ញុំមិនដែលបានឃើញនាងមច្ឆាទេទើបតែឃើញពេលនេះទេយាយវាតាវាមិញខ្ញុំយល់សប្តិឃើញនាងមច្ឆាកំពុងលេងសមុទ្រដូចគ្នាម្លេះខ្ញុំក៏យល់សប្តិអញ្ចឹងដែរយាយវាតោះយាយកុំគិតរឿងយល់សប្តិនាងមច្ឆាស្អីយើងទៅរកត្រីទៀតគេក្រែងរោល្ងាចនេះរកបានម្ហូបល្ងាចខ្លះចាស់តាវានិយាយនឹងតាក៏ចេញទូកម្ដងទៀតដល់កណ្ដាលសមុទ្រតាក៏បានបោះសំណាញ់ស្រាប់តែសំណាញ់តឹងទាញមកមិនបានសោះព្រោះធ្ងន់ខុសពីធម្មតាយាយវាមិនសំណាញ់នេះទាញមិនបានរួចអញ្ចឹងខ្ញុំគិតថាយើងប្រហែលជាជាប់ត្រីធំហើយមើលទៅតោះតាវាខ្ញុំជួយ1 2 3យាយតាខំទាញសំណាញ់មកលើទូកស្រាប់តែឃើញនាងមច្ឆាដូចក្នុងយល់សប្តិយាយវាមច្ឆាជានាងមច្ឆាមែនតានាងមច្ឆាមិនបានជាប់សំណាញ់ខ្ញុំបែបនេះឆាប់ស្រាយចំណងទៅតាយាយតាកំពុងយាយតាកុំធ្វើបាបខ្ញុំអីខ្ញុំគ្រាន់តែហាយលេងនៅសមុទ្រនៅទីនេះទេនាងមច្ឆាពួកយើងមិនមែនជាមនុស្សអាក្រក់ទេពួកយើងគ្មានបំណងចាប់នាងមច្ឆាដែរទេពួកខ្ញុំនឹងប្រឡែងនាងចូលសមុទ្រវិញអរគុណអ្នកទាំងពីរណាស់ចាប់ពីពេលនេះទៅអ្នកទាំងពីរអាចសុំប្រាថ្នាខ្ញុំ3 ដងសុំអ្វីក៏បានដែរបើអ្នកទាំងពីរចង់បានអ្វីពួកអ្នកទាំងពីរប្រាប់ខ្ញុំមកហើយខ្ញុំនៅមាត់សមុទ្រនោះអ្នកនឹងទទួលបាននៅអ្វីដែលអ្នកចង់បានតើពិតមែនទេប៉ាត់ណាស់ពួកអ្នកទាំងពីរជាមនុស្សល្អទើបខ្ញុំជួយពួកអ្នកទាំងពីរពួកខ្ញុំដឹងហើយនាងមច្ឆាពួកខ្ញុំសូមប្រឡែងអ្នកនាងមច្ឆាចូលសមុទ្រវិញហើយយាយនិងតាបានប្រឡែងនាងមច្ឆាឲ្យទៅសមុទ្រវិញក្រោយពីប្រឡែងនាងមច្ឆាចូលសមុទ្រហើយតាយាយបានត្រឡប់មកផ្ទះវិញយាយវានាងមច្ឆាប្រាប់ឲ្យយើងបន់ស្រន់សុំអ្វីក៏បានដែរចំនួន3 ដងតើយាយវាឯងចង់បានអ្វីទៅចាស់តាខ្ញុំចង់បានមាសប្រាក់បើយើងបានមាសប្រាក់យើងរស់នៅស្រួលដោយមិនពិបាកទៅរកត្រីទៀតហើយយកមាសប្រាក់នោះមកធ្វើអ្វីផ្សេងទៀតចំណែកទី2នោះខ្ញុំចង់បានផ្ទះព្រោះពេលនេះផ្ទះរបស់យើងចាស់ទ្រុឌទ្រោមហើយដំបូលធ្លុះទៀតលុះដល់ពេលស្អែកព្រឹកតាយាយបានចេញពីផ្ទះទៅមាត់សមុទ្រដើម្បីសុំលាភពីនាងមច្ឆានៅមាត់សមុទ្រនាងមច្ឆាអើយពេលនេះប្តីប្រពន្ធខ្ញុំមកសុំលាភពីនាងមច្ឆានៅមាសប្រាក់មួយចំនួនដើម្បីទុករកស៊ីនឹងគេ
និយាយចប់នាងមច្ឆាបានហែមកបង្ហាញខ្លួននៅចំពោះមុខអ្នកទាំងពីរតែម្ដងបានតានៅពេលដែលតាយាយត្រឡប់ទៅផ្ទះវិញយាយតាបើកធុងអង្ករមើលទៅនោះនឹងបានទទួលមាសប្រាក់នោះហើយសូមយាយតាយកទៅប្រើប្រាស់ទៅចោះពួកយើងអរគុណហើយនាងមច្ឆាអើយមិនអីទេចាំរំលងបាន2ថ្ងៃសូមតាយាយមកសុំលៀបជាលើកទី2ទៀតមកសាធុកនាងមច្ឆាតានឹងយាយក្រោយពីបន់ស្រន់រួចក៏ត្រឡប់មកផ្ទះវិញពេលមកដល់ក៏បើកធុងអង្ករមើលស្រាប់តែឃើញមាសប្រាក់នៅក្នុងធុងអង្ករដោយដែលនាងមច្ឆាបានប្រាប់មែនតាវាមាសច្រើនណាស់ទាំងដុំតែម្ដងពេញធុងអង្ករហើយមែនហើយយាយវាខ្ញុំថាយើងគួរតែលាក់មាសនេះទុកឲ្យស្រួលបួប្រយ័ត្នមានចោរមកលួចតាវាស្អែកខ្ញុំនឹងយកមាសប្រាក់ទាំងនេះលក់ខ្លះដើម្បីយកលុយទៅរកស៊ីល្អតាយាយវាបើយើងមិនយកមាសប្រាក់នេះទៅរកស៊ីទេថ្ងៃណាមួយក៏អស់ដែរបន្ទាប់ពីយាយតាពិភាក្សារួចស្អែកឡើងតាយាយយកមាសទៅលក់យកលុយទិញក្រណាត់ដោយការគ្រោងទុកតាអើយក្រណាត់នេះស្អាតណាស់បើយើងយកទៅលក់ប្រកាសជាចំណេញច្រើនមិនខានមែនហើយយាយវាអូស្អែកនេះដល់ថ្ងៃដែលយើងត្រូវសុំលៀបពីនាងមច្ឆាហើយយាយវាឯងថាចង់បានផ្ទះមួយខ្នងខ្ញុំថាក៏ល្អដែរព្រោះបើកាលណាយើងមានផ្ទះថ្មីយើងក៏ងាយស្រួលទុកដាក់ក្រណាត់ទាំងអស់នេះដែរមែនទេយាយវាមែនហើយតាលុះស្អែកឡើងយាយនិងតាក៏បានសុំលៀបពីនាងមច្ឆាពេលទៅដល់យាយតាក៏ធ្វើដូចលើកមុនអញ្ចឹងបន់ស្រន់ហើយក៏បានហៅនាងមច្ឆាអោនាងមច្ឆាពីអ្នកប្តីប្រពន្ធខ្ញុំមកជួបនាងមច្ឆាម្ដងទៀតហើយយើងមកនេះគឺចង់បានផ្ទះថ្មីមួយខ្នងព្រោះផ្ទះចាស់របស់ពួកខ្ញុំនោះវាបានចាស់ទ្រុឌទ្រោមហើយនិយាយរួចនាងមច្ឆាក៏បង្ហាញខ្លួនហើយតបទៅវិញថាភ្លាមថាបាទខ្ញុំនឹងឲ្យផ្ទះមួយខ្នងដល់តាយាយពេលដែលតាយាយត្រឡប់ទៅផ្ទះវិញសម្រាប់មួយយប់លុះព្រឹកឡើងអ្នកទាំងពីរបានឃើញផ្ទះថ្មីដ៏ធំមួយខ្នងភ្លាមបើពិតដូច្នេះមែនយើងអរគុណនាងមច្ឆាហើយនេះជាអ្វីដែលអ្នកទាំងពីរត្រូវបានអរគុណហើយនាងមច្ឆាយាយវាបើអញ្ចឹងយើងប្រញាប់ទៅផ្ទះទៅនាងមច្ឆាបានប្រាប់ថាពេលទៅដល់ផ្ទះយើងសម្រាប់មួយយប់លុះព្រឹកឡើងផ្ទះយើងនឹងក្លាយជាផ្ទះថ្មីមួយខ្នងមែនហើយតាខ្ញុំមិនទាន់បានផ្ទះផងក៏រំភើបទៅហើយខ្ញុំក៏អញ្ចឹងដែរយាយវាតោះទៅផ្ទះចាស់តាតោះយប់ហើយយាយវាសម្រាកទៅយាយតាបានសម្រាកលងលក់ក្នុងដំណេកនោះព្រឹកឡើងយាយតាភ្ញាក់ពីដំណេកក៏ស្រាប់តែឃើញផ្ទះមួយខ្នងថ្មីស្កឹមស្កៃតាភ្ញាក់ឡើងយ៉ាងម៉េចនឹងយាយវាតាអើយមើលចុះផ្ទះយើងធំណាស់តាអើយខ្ញុំចាស់ចំណាស់នេះហើយនឹងទើបនឹងស្គាល់រសជាតិផ្ទះធំនឹងគេទេខ្ញុំសប្បាយចិត្តណាស់តាមែនហើយយាយវាមាសប្រាក់ផ្ទះយើងទទួលបានហើយនៅផ្ទះពូសុកនិយាយថាយីផ្ទះនរណាគេក៏ស្អាតម្ល៉េះនៅត្រង់នេះដូចជាមានផ្ទះតានៅត្រង់នេះដូចជាមានតែផ្ទះយាយតាសំនិងតារីតើហេតុអ្វីក៏ប្រែជាផ្ទះស្អាតលឿនម្ល៉េះកាលពីម្សិលមិញឃើញផ្ទះខ្ទមតាហេតុអ្វីគ្រាន់តែមួយយប់ប្រែជាផ្ទះធំទៅវិញគិតមើលទៅរកសួរសិនម្ចាស់ផ្ទះនៅដែរទេនឹងយីអ្នកណាបង្ហាញចេះអ្នកណានឹងយាយវាខ្ញុំក៏មិនដឹងដែរតាម្ចាស់ផ្ទះអើយចាចាំមើលផ្លែតមើលអូអាសុកតើហើយឯងរកមកអីការអីអ្នកណានឹងយាយវាគឺអាសុកតាយាយនឹងតាជប់ផ្ទះពីណាមកត្រឹមតែមួយយប់សោះហេតុអ្វីក៏ប្រែជាផ្ទះធំបែបនេះ
មួយយប់ស្អីហែងណាអាសុកផ្ទះនេះយើងធ្វើយូរហើយធ្វើយូរណាទេតាម្សិលមិញខ្ញុំឃើញផ្ទះយាយតាជាខ្ទមសោះហ្នឹងណែអាសុកអើយយើងថាឯងស្រវាំងភ្នែកហើយឬក៏ច្រឡំអីហើយព្រោះផ្ទះយើងធ្វើយូរមកហើយទើបតែហើយហ្នឹងតិចខ្ញុំគុណក្តៅទេដឹងយាយតាឬក៏កើតជំងឺភ្លេចភ្លាំងទេដឹងបានអញ្ចឹងមែនតាយាយខ្ញុំតាយាយទៅចុះក្រោយពីយាយសំនឹងតារីនិយាយបែបនេះពូសុកក៏ត្រឡប់ទៅផ្ទះវិញប៉ុន្តែក្នុងចិត្តរបស់គាត់នៅតែមិនអស់ចិត្តសោះគិតថាមានអីលាក់បាំងជាមិនខានមិនអាចទេយាយសំនឹងតារីប្រហែលជាមានរឿងអ្វីលាក់បាំងជាមិនខានវាមិនដែលត្រឹមរយៈពេលមួយយប់សោះផ្ទះខ្ទមក៏ប្រែជាផ្ទះស្កឹមស្កៃដ៏ធំដោយផ្ទះសេដ្ឋីទៅហើយមិនបានទេខ្ញុំទៅតែតាមដានយាយតានឹងសិនតិចមានព្រីបិសាចមកជួយទេដឹងអូមែនហើយត្រូវតែតាមដានហើយទៅបានលុះស្អែកឡើងដល់ថ្ងៃយាយតាទៅជួបនាងមច្ឆាជាលើកទី3ដើម្បីសុំលៀបចំណែកពូសុកនៅលួចមើលយាយតាជាមិនដាច់ពីភ្នែកឡើយណែតាវាដល់ពេលទៅសុំលៀបជាលើកទី3ហើយតោះប្រញាប់តិចទៅដឹងហើយយាយវាមើលចាក់សោផ្ទះឲ្យបានស្រួលបួផងយាយវាចាដឹងហើយតាសុំលៀបជាលើកទី3សុំពីណាទៅយាយនឹងតាបានទៅមាត់សមុទ្រម្ដងទៀតប៉ុន្តែយាយនឹងតាមិនបានដឹងថាពូសុកតាមពីក្រោយគាត់ទេពេលយាយតាទៅដល់មាត់សមុទ្រពួកគាត់ក៏បានធ្វើដូចមុនទៀតនាងមច្ឆាអើយពួកខ្ញុំមកជាលើកទី3នេះអ្វីដែលពួកខ្ញុំចង់បាននោះគឺគ្រាន់តែចង់បានសេចក្តីសុខនិងសុភមង្គលតែប៉ុណ្ណោះមិនបានសុំជាទ្រព្យសម្បត្តិអ្វីនោះទេនាងមច្ឆាអើយនាងមច្ឆាក៏បង្ហាញខ្លួនសារជាថ្មីទៀតនៅចំពោះមុខយាយនឹងតាធ្វើឲ្យពូសុកដែលកំពុងលួចមើលនោះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះមិនដែលបានឃើញនាងមច្ឆាឡើយនាងបាននិយាយទៅកាន់តានឹងយាយថាលោកតាលោកយាយនេះជាការបន់ស្រន់ជាលើកទី3ហើយតាលោកតាលោកយាយពិតជាមិនចង់បានក្រៅពីសេចក្តីសុខនិងសុភមង្គលមែនទេមែនហើយនាងមច្ឆាព្រោះពួកខ្ញុំយល់ថាអ្វីដែលពួកខ្ញុំចង់បានហើយនាងមច្ឆាផ្ដល់ឲ្យនោះគឺគ្រប់គ្រាន់ហើយដូច្នេះពួកខ្ញុំចង់បានតែសេចក្តីសុខនិងសុភមង្គលតែប៉ុណ្ណោះពិតជាប្រពៃណាស់លោកតាលោកយាយខ្ញុំនឹងផ្ដល់ឲ្យលោកតាលោកយាយនៅសុភមង្គលសេចក្តីសុខនៅទាំងផ្លូវកាយទាំងផ្លូវចិត្តនៅពេលដែលលោកតាលោកយាយធ្វើអ្វីក៏បានសម្រេចជួបរឿងតែល្អមួយជីវិតសាធុនាងមច្ឆាក្រោយលោកតាលោកយាយត្រេកអរណាស់ក្រោយពីបាននៅជូនពរពីនាងមច្ឆាតាយាយក៏វិលត្រឡប់ទៅផ្ទះវិញចំណែកពូសុកក្រោយឃើញបែបនេះក៏គិតថាតាមពិតទៅយាយសំនឹងតារីមានបានដោយសារបន់ស្រន់ពីនាងមច្ឆាទេតាបើដូច្នេះមែនយើងនឹងបន់ស្រន់សុំលៀបពីនាងមច្ឆាហើយតែប៉ុណ្ណេះយើងនឹងក្លាយជាអ្នកមានមិនខាននិយាយរួចពូសុកបានដើរទៅលុតចង្គង់នៅមាត់សមុទ្ររួចក៏បាននិយាយថានាងមច្ឆាអើយខ្ញុំមកនេះព្រោះតែខ្ញុំចង់បានមាសប្រាក់កែវកងឲ្យបានច្រើនសូមឲ្យខ្ញុំក្លាយជាអ្នកមានផងចុះក្រោយពីបន់ស្រន់ចប់នាងមច្ឆាក៏បង្ហាញខ្លួនពិតមែននាងមច្ឆាអើយអ្វីដែលខ្ញុំចង់បាននោះមាសប្រាក់អ្នកបម្រើរួមទាំងអំណាចគ្រប់គ្រងផែនដីនេះផងដែលសូមនាងមច្ឆាជួយខ្ញុំផងទៅចុះនាងមច្ឆាបាននិយាយថាតែអ្វីដែលអ្នកបន់ស្រន់នេះគឺអ្នកមិនមានចិត្តស្មោះត្រង់ចង់ប្រើអំណាចត្រួតត្រាអ្នកដទៃអ្នកមិនបរិសុទ្ធក្នុងចិត្តដូច្នេះអ្វីដែលនឹងខ្លាចជាគ្រោះភ្លាមនោះស្រាប់តែមានទឹកគួចពូសុកឡើងលើយ៉ាងធំរួចត្របាក់ពូសុកបាត់ទៅធ្វើជាមនុស្សត្រូវចេះស្កប់ស្កល់កុំមានចិត្តលោភលន់ហួសប្រមាណអ្នកលោភលន់
ដោយមិនចេះគិតនឹងនាំអ្នកទៅរកទុកទោសនិងក្តីវិនិច្ឆ័យអន្តរាយបាទរឿងនេះរឿងរាជិនីមច្ឆាសូមចប់តែប៉ុណ្ណេះសូមបងប្អូនជួយចុច Subscribe ពណ៌ក្រហមក្រោមវីដេអូដើម្បីទទួលបានរឿងថ្មីៗរាល់ថ្ងៃសូមអរគុណច្រើនជម្រាបលា